មិនអីទេមិត្តរួមការងារដែលរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍បានបើកការស៊ើបអង្កេតករណីនេះឡើងវិញភ្លាមនោះគាត់បានតាក់ទងប្រជាជនក្នុងស្រុកដែលកំពុងឡោមព័ទ្ធជុំវិញហាងជប់លៀងដើម្បីសាកសួរអំពីស្ថានភាពនេះអ្នកជួញដូរគ្រឿងញៀនជប៉ុនត្រឡប់មករងសាររៀងរាល់សប្តាហ៍ប៉ុន្តែថ្មីនេះវាមិនបានបង្ហាញខ្លួនទេដើម្បីកុំឲ្យខកខានតម្រុយណាមួយសេះចាស់ដឹកនាំក្រុមនៅទីនេះហ្វូងមនុស្សកងបានបង្ហាញអត្តសញ្ញាណរបស់ពួកគេជាមន្ត្រីប៉ូលីសប៉ុន្តែភីគីមខាងទៀតមិនបានផ្ដល់មុខមាត់តតែសោះនៅចំពោះមុខទឹកដីអាក្រក់ដែលគ្មានច្បាប់នេះពួកគេច្រើនតែមិននិយាយអ្វីច្រើនជាងនេះទេរាល់កណ្ដាប់ដៃគឺមានឥទ្ធិពលក្នុងរយៈពេលដ៏ខ្លីក្មេងទំនើងទាំងអស់ត្រូវបានបង្ក្រាបដោយសេះចាស់យ៉ាងងាយស្រួលប្អូនប្រុសដែលមិនអាចទ្រាំទ្រនៅផ្ទះបានទីបំផុតបានពន្យល់ពីកន្លែងដែលគីតាកំពុងលាក់ខ្លួនទោះយ៉ាងណាក៏ដោយពួកគេនៅតែជាជំហានមួយយឺតពេលនៅពេលដែលកាមេដាបានខ្ចប់កាបូបរបស់គាត់ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីរកលុយជាមួយប្រាក់ប៉ុន្តែបានរត់ចូលទៅក្នុងឃាតករជនជាតិជប៉ុនម្នាក់ពេលម៉ាក់មកដល់ទីនេះទើបតែកើតឡើងដើម្បីហុចដោយខេមដាដែលត្រូវបានគេចាប់បានភ្លាមនោះគាត់បានប្រាប់មិត្តរួមការងាររបស់គាត់ឲ្យបញ្ច្រាស់ឡានព្រួយកន្ទុយដ៏ស្រស់ស្អាតបានរារាំងផ្លូវរបស់ឃាតករដោយផ្ទាល់វាមកមិនបាននិយាយអ្វីទេហើយបានចេញពីឡានដើម្បីប្រយុទ្ធមិនចេះរៀងស្ងួតជានិច្ចគាត់បានជួបប្រទះស្ថានភាពជាក់ស្ដែងនៅពេលនេះនៅក្នុងសមរភូមិឃាតករដឹងថាផ្នែកខាងមុខពិបាកហើយមិនអាចទាញយកផលប្រយោជន៍ពីវាបានទេ5ជ្យោបាយដែលបានគូបញ្ជាក់ជាមុនសិនគាត់បានដើរលើឧបករណ៍បង្កើនល្បឿនហើយបុកសេះចាស់ដោយផ្ទាល់បង្ខំឲ្យគាត់ត្រឡប់មកវិញខណៈពេលដែលសេះចាស់មិនអាចក្រោកឡើងបាននៅពេលនេះឃាតករបានរត់គេចខ្លួនពីកន្លែងកើតហេតុជាមួយខេមដាវាជាការថយក្រោយដំបូងដែលគាត់បានរងទុក្ខចាប់តាំងពីបានដោះស្រាយករណីនេះវាក៏ធ្វើឲ្យទស្សនិកជនមានអារម្មណ៍ថាមានការលំបាករបស់គូប្រជែងបន្ទាប់មកខេមដែលត្រូវបានគេនាំទៅផ្លូវឆ្ងាយគាត់បានគិតយ៉ាងល្ងងខ្លៅថាគាត់អាចជួយសង្គ្រោះជីវិតរបស់គាត់ដរាបណាគាត់មិនបានបង្ហាញពីទីតាំងនៃថ្នាំក្នុងក្រសែភ្នែកឃាតករសេចក្តីថ្លៃថ្នូរនិងសណ្ដាប់ធ្នាប់របស់អង្គការគឺខ្ពស់ជាងអ្វីទាំងអស់គ្រឿងញៀនអាចរកឃើញម្ដងទៀតប៉ុន្តែជនក្បត់ត្រូវតែស្លាប់បន្ទាប់ពីដោះស្រាយអ្វីគ្រប់យ៉ាងមនុស្សជាច្រើនបានទុកសាកសពនៅនឹងកន្លែងនៅពេលប៉ូលីសស្បែកខ្មៅមកដល់ចតពួកគេមានការខឹងសម្បាយ៉ាងខ្លាំងថ្ងៃផុតកំណត់នៃការជួញដូរកំពុងខិតជិតមកដល់ហើយគ្មាននរណាម្នាក់ត្រូវបានគេចាប់បានទេឥឡូវនេះគ្រឿងញៀនក៏បាត់ខ្លួនដែរនៅក្បែរនោះគាត់អាចបញ្ជូនសហសេវិករបស់គាត់ទៅការិយាល័យរបស់ខេមដាដើម្បីបោះសម្អាតតម្រុយប៉ុន្តែផ្លូវរបស់ស្ត្រីតូចចង្អៀតរត់ទៅរកឃាតករជនជាតិជប៉ុនម្នាក់ដែលកំពុងស្វែងរកគ្រឿងញៀនផងដែរការប្រយុទ្ធដ៏សាហាវគឺជៀសមិនរួចនៅទីបំផុតបរិះរបស់ឡាវលីត្រូវបានគេវាយនឹងបំពង់ក៏ក្រឡេកមើលស្ថានភាពលំបាករបស់មិត្តរួមការងាររបស់ខ្ញុំឡាវលីត្រូវបានរញ៉េញ៉ៃទាំងស្រុងក្នុងមួយព្រឹកភ្នែកថ្ងៃនៃប្រតិបត្តិការគាត់ត្រូវខំគ្របកាំភ្លើងហើយទៅណាត់ជួបខ្ញុំមានគម្រោងដាក់ពាក្យសុំពន្យាពេលម្ដងទៀតជាមួយអ្នកទិញប៉ុន្តែអាកប្បកិរិយារបស់ក្បាលទំពេកគឺក្រអឺតក្រទុំនេះបានអនុញ្ញាតឲ្យឡាវលីដែលបានឆេះរួចហើយដើម្បីស្វែងរកគោលដៅនៃការរកឃើញតោះប្រយុទ្ធវាចេញឡាវលីបានបង្ក្រាបគណបកផ្សេងទៀតវិបត្តិលាក់បាំងដើមនៃកន្លែងប្រតិបត្តិការត្រូវបានរញ៉េញ៉ៃទាំងស្រុងដើម្បីជួយសង្គ្រោះជីវិតអ្នកទិញអាចត្រូវបានបង្ខំឲ្យយល់ព្រមតាមសំណើរបស់ឡាវលីប៉ុន្តែគាត់មិនដែលរំពឹងទេគាត់ត្រូវបានគេកំណត់គោលដៅជាយូរមកហើយដោយសេះចាស់សរុបគ្រាន់តែធ្វើពុតជាល្អជាងវត្ថុនេះខ្មោចនោះជីស្គីគាត់មិនចង់យំគ្រប់ពេលទេរំលងវាហើយខ្ញុំនឹងដាក់ខ្មោចនៅក្នុងវាការកាត់ទោសនេះធ្វើឲ្យគាត់ភ្ញាក់ឡើងភ្លាមតើឡាវលីក៏ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះដែរឬដើម្បីសាកល្បងការស្មានរបស់ខ្ញុំគាត់បានមកប៉ុស្តិ៍ប៉ូលីសដើម្បីផ្ទៀងផ្ទាត់ប៉ុន្តែឡាវលីបានជៀសវាងវាដោយចេតនាផ្ទុយទៅវិញទុកឲ្យអ្នកក្រមបង្គាប់របស់គាត់លេងការបង្កហេតុរាល់សកម្មភាពមិនប្រក្រតីទាំងនេះបានបញ្ជាក់ពីការសង្ស័យរបស់ឡាវលីក្នុងការបិទបាំងឧក្រិដ្ឋកម្មបន្ទាប់ពីចាក់ចេញពីស្ថានីយ៍ប៉ូលីសសេះចាស់បានរៀនពីមាត់តូចរបស់ខេមដាថាគាត់ក៏មានអាជីវកម្មទូកផងដែរថ្នាំប្រហែលជាត្រូវបានលាក់នៅទីនោះជាមួយនឹងចិត្តគំនិតនៃការសាកល្បងសេះចាស់បានដឹកនាំក្រុមស្រាវជ្រាវប្រកាសណាស់រោងចក្រផលិតគ្រឿងញៀនមួយត្រូវបានគេរកឃើញនៅក្នុងកាប៊ីនទូកហើយបានរកឃើញថ្នាំដែលបាត់នៅក្នុងបន្ទប់លាក់ខ្លួននៅក្រោមទឹកឥឡូវនេះទំនិញមាននៅក្នុងដៃហើយសេះចាស់មានគំនិតផ្ទួចផ្ដើមដាច់ខាតគាត់បានសម្រេចចិត្តរៀបចំល្បែងដើម្បីតាក់ទាញពស់ចេញពីរុនដូច្នេះខ្ញុំបានរកឃើញមន្ត្រីស្រុកម្ដងទៀតឲ្យគាត់តាក់ទងការងារអះអាងថាបានទទួលគ្រឿងញៀនហើយចង់ធ្វើពាណិជ្ជកម្មដរាបណាកម្លាំងពលកម្មបង្ហាញប៉ូលីសប្រកាសជាអាចប្រន្ទាទោសគាត់បានតើកញ្ជ្រោងចាស់នេះអាចមានមេត្តាករុណាពីអ្នកដទៃយ៉ាងដូចម្ដេចគាត់ដឹងថាវាអាចជាអន្ទាក់ដូច្នេះវានឹងត្រូវបានរាប់ខ្ញុំបានផ្ដួចផ្ដើមគំនិតដើម្បីស្វែងរកឃាតករជនជាតិជប៉ុនលវីសរហូតដល់អ្នកវាយប្រហារកៅអីរបស់អ្នកតើអ្នកអាចកាន់គាត់ហើយនិយាយពីឡានបានទេសត្រូវរបស់ខ្ញុំគឺជាមិត្តរបស់ខ្ញុំមិនគួរឲ្យភ្ញាក់ផ្អើលទេនៅពេលអ្នកផ្ដល់ព័ត៌មានមកដល់ទីតាំងអប់រំវាមិនមែនលាវលីកំពុងរងចាំគាត់តតែសោះពេលម្ដាយខ្ញុំមកដល់កន្លែងកើតហេតុនាងដឹងថានាងត្រូវគេចាក់ប៉ុន្តែនៅពេលឃាតករបើកកាបូបគាត់បានរកឃើញថាវាមិនមែនជាគ្រឿងញៀនតតែសោះកន្ទេលចាប់ស៊ីកាដាហើយអល់គីដេនៅខាងក្រោយហើយនោះជាពេលដែលមិត្តរួមការងាររបស់ខ្ញុំចង់ឆ្ពោះទៅមុខប៉ុន្តែត្រូវបានបញ្ឈប់ដោយឡាវលីជាមុនគាត់បានរំពឹងថាថ្នាំទាំងនេះនឹងត្រូវបានលាក់នៅក្នុងឡានប៉ូលីសមនុស្សជាច្រើនបានជម្លៀសចេញពីកន្លែងកើតហេតុភ្លាមបន្ទាប់ពីទទួលបានទំនិញហើយសេះចាស់ត្រូវបានគេយកទៅបន្ទប់សម្ងាត់កំពុងទទួលរងពីភាពសាហាវឃោរឃៅក្នុងវ័យកុមារភាពរបស់គាត់បង្ខំឲ្យគាត់បង្ហាញពីទីតាំងនៃគ្រឿងញៀនប៉ុន្តែមនុស្សទាំងអស់នេះបានធ្វើខុសធ្ងន់ធ្ងរពួកគេបានមើលរៀលអំណាចរបស់កម្ពុជាបរិសម្នាក់ដែលមានកណ្ដាប់ដៃសេះចាស់បានឆ្លៀតឱកាសក្រោកឡើងយ៉ាងលឿនដើរបីនឹងជើងពីរដាក់លើក្រុមប្អូនប្រុសក្បែរពួកគេទោះបីជាឃាតករបានបញ្ជូនអង្គរៈផ្ទាល់ខ្លួនក៏ដោយប៉ុន្តែនៅចំពោះមុខអំណាចដ៏លើសលប់របស់សេះចាស់ជំនាញណាមួយបន្ទាប់ពី2 3ជុំគាត់ត្រូវបានវាយដោយសេះចាស់ហើយមិនអាចវាយទប់វិញបាននៅសល់តែឃាតករម្នាក់ប៉ុណ្ណោះគាត់បានដកដាវសាមូរ៉ៃរបស់គាត់ចេញនៅក្នុងការប៉ុនប៉ងចុងក្រោយប៉ុន្តែនៅក្នុងចន្លោះកំណត់មួយគុណសម្បត្តិនៃពស់វៀនមិនអាចលេងបានទេផ្ទុយទៅវិញវាមានកំណត់នៅគ្រប់ទីកន្លែងសេះចាស់ចាប់យកឱកាសគាត់បានដាល់ឃាតករយ៉ាងរឹងមាំនៅចំពោះមុខឃាតករកម្ពុជាម្នាក់នេះនៅប្រទេសជប៉ុនទីបំផុតបានធ្លាក់ក្រោមកណ្ដាប់ដៃរបស់សេះចាស់បន្ទាប់ពីដោះស្រាយមនុស្សគ្រប់គ្នាសេះចាស់មិនបានឈប់មួយផ្លេតក្រុម Hacker បាននាំក្រុមទៅប៉ុស្តិ៍ប៉ូលីសដែលជាកន្លែងដែលឡាវលីស្ថិតនៅវាបានប្រែក្លាយថាឡាវលីដែលមើលទៅដូចជាទឹកគឺតូចចង្អៀតសេះចាស់បានដាក់ការចាប់ផ្ដើមចុងក្រោយដោយស្ងាត់ស្ងៀមនៅក្នុងកាបូបថ្នាំនោះនៅពេលនេះឡាវលីបានខ្ចប់ទាំងអស់រួចហើយសាច់ប្រាក់គ្រងនឹងចាក់ចេញពីប្រទេសមួយយប់ទោះជាយ៉ាងណាក៏ដោយភ្លាមនៅពេលគាត់ចាប់ផ្ដើមឡានសេះចាស់បានបិទផ្លូវ
បើកទ្វារមនុស្សដែលគាត់ចង់ឃើញយ៉ាងហោចណាស់ដើរឆ្ពោះទៅរកគាត់យឺត